បាទធម្មតាកន្លងមកនៅក្នុងប្រទេសកម្ពុជាហ្នឹងមានការណែនាំគឺសម្រាប់កពិសេសទៅលើបារីនេះអាខានមិនបានឡើងពី2016ដល់ឆ្នាំដល់បច្ចុប្បន្ននេះមិនទាន់បានឡើងទេបាទដោយមូលហេតុថាការដំឡើងអកពិសេសវាអាចនឹងប៉ះពាល់ទៅដល់ថ្លៃទំនិញផ្សេងៗពីព្រោះថារដ្ឋាភិបាលយកអកពិសេសនេះជាអកពិសេសរួមទៅលើទំនិញផ្សេងៗមួយចំនួនទៀតមិនមែនត្រឹមតែបារីប៉ុណ្ណឹងទេអញ្ចឹងនេះគឺជាចំណុចមួយដែលវាជាកត្តារារាំងមិនឲ្យអកពិសេសនេះមានការកើនឡើងក៏ប៉ុន្តែបើយើងមកមើលអំពីលទ្ធផលនៃការ survey របស់យើងខ្ញុំវិញយើងឃើញថាថ្លៃបារីក្នុងរយៈពេល10ឆ្នាំពី2016មកដល់បច្ចុប្បន្ន2025នេះបារីឡើងថ្លៃជាមធ្យម 22.5% ចា៎ហើយក្នុងនោះបារីដែលឡើងថ្លៃខ្ពស់បារីខ្លះឡើងដល់ទៅ 50% បាទហើយបារីខ្លះឡើងត្រឹមជាង 10% បាទអញ្ចឹងការប្រែប្រួលថ្លៃបារីនេះមានការកើនឡើងហើយបែរជារដ្ឋមិនបានទទួលកម្រៃពីការឡើងថ្លៃបារីបាទអញ្ចឹងគឺមានន័យថាការឡើងនៃថ្លៃបារីបានមួយចំណែកគឺរួមចូលទៅក្នុងវិស័យឯកជនមិនមែនចូលក្នុងវិស័យរដ្ឋទេដោយសារពន្ធរបស់យើងនៅដដែល